បាទជាដំបូងខ្ញុំបាទសូមជម្រាបសួរលោកគ្រូហើយនិងសួស្តីអ្នកនរគ្នានេះគឺជាការ demo project assignment របស់ក្រុមទី5ដែលមានសមាជិកខ្ញុំបាទលីរតនៈហើយនិងម្នាក់ទៀតគឺអូនងលេងប្រធានបទរបស់ក្រុមខ្ញុំគឺ e-commerce website លក់នាឡិកានេះគឺជាទម្រង់ website ដំបូងដែលយើងចូលមកនេះគឺជា page ដំបូងដែលយើងចូលមកសម្រាប់ user ចូលមកគឺឃើញអញ្ចឹងវាមានគឺជា menu ហើយនឹងខាងត្រង់នេះគឺជា banner ហើយនឹង slide show ហើយយើងមើលទម្រង់វាបន្តិចទៅហើយនៅខាងក្រោមនេះគឺមាន list តកតងនឹង product ថ្មីៗរបស់យើងទាំងអស់ហើយវាជា slide card ហើយយើងអាចចុចបាននៅខាងក្រោមនេះវាតកតងនឹងការសន្យារបស់ website យើងហើយនឹងត្រង់ section កន្លែងនេះគឺជា footer ទេហើយវាមាន menu home menu គឺ first page នឹងឯងសម្រាប់ main នេះគឺជា menu ដែលផលិតផលដែលតាក់ទងជាមួយនឹងផលិតផលបរោះព្រោះ main នេះគឺដូចគ្នាសម្រាប់ brand នេះគឺវានឹង list product ទៅតាម brand មួយអញ្ចឹងខ្ញុំសូមបង្ហាញនៅ responsive សិនpage របស់ខ្ញុំគឺថាបានធ្វើ responsive វាហើយនេះនៅពេលដែលយើងបង្រួមទៅគឺវា responsive មកបែបហ្នឹងឃើញក្រោមនេះឃើញតែ2អញ្ចឹងទេហើយនឹងចេញជាទៅជាទម្រង់4អញ្ចឹងវិញហើយសម្រាប់មនុស្សគឺវាធ្លាក់មកគេនេះវិញគឺចុចបានដូចគ្នាទាំងអស់អាចទៅកាន់ page មួយបានក្នុងកន្លែងនេះគឺកន្លែង add to cart ครับនៅពេលដែលយើង add item ចូលទៅគឺវាចូលនៅកន្លែងហ្នឹងបាទអញ្ចឹងយើងទៅតេស្ត menu ដូចជា menu នេះបើយើងចូលទៅកាន់ main ហើយ product អញ្ចឹងគឺវា list តាម menu ណាដែលតាក់ទងនឹងដែលជា product របស់បុរសទេហើយបើយើងមករើស Rolex នេះគឺបានន័យថាវានឹងបង្ហាញតែ product Rolex សម្រាប់បុរសទេគឺតែប៉ុណ្្នឹងទេតែហ្នឹងគឺ women គឺដំណើរការដូចគ្នាគឺសម្រាប់មនុស្សស្រី brand នេះគឺ list ទាំងអស់អត់គិត page ទេបាទហើយក្នុងកន្លែង product នេះផងដែរក៏យើងអាចធ្វើការ filter បានធ្វើការច្រោះបានដូចជាកន្លែងនេះបើយើងចង់ឲ្យវាបង្ហាញតែ product របស់បុរសយើងអាចចុច select តែ male មកគឺថាវាបង្ហាញតែ product របស់បុរសទេហើយក៏យើងអាចច្រោះវារួមគ្នាដែរឧទាហរណ៍ខ្ញុំចង់បាន product របស់បុរសហើយពណ៌ខ្មៅអញ្ចឹងខ្ញុំអាច select ថែមពណ៌មួយទៀតមកគឺវាថាបង្ហាញតែproduct របស់បុរសពណ៌ខ្មៅនោះទេឬក៏ខ្ញុំអាចចង់បានពណ៌ខៀវគឺវាបង្ហាញតែពណ៌ខៀវនឹងមកទេហើយយើងក៏អាច filter ជាមួយ brand បានដែរយើងអាចបរោះជាមួយនាឡិកាសំទោសគឺនាឡិកា Rolex model របស់បរោះសំទោសហើយក៏យើងអាចcombine បានគ្នាច្រើនអាស្រ័យទៅលើ product ដែលយើង add ចូលទៅហ្នឹងគឺយើងអាចច្រោះជាមួយគ្នានឹងបានច្រើនបើសិនជាវាអត់មានទេគឺវានឹង load បែបនេះឧទាហរណ៍ខ្ញុំចង់model របស់ Rolex ហើយបុរសហើយខ្ញុំដាក់ពណ៌អីផ្សេងអញ្ចឹងបើវាអត់មានគឺវាអត់បង្ហាញមកទេនៅពេលដែលខ្ញុំខ្វែងទៅគឺវាបង្ហាញមកវិញហ្នឹងអាហ្នឹងគឺកន្លែង filter របស់ខ្ញុំហើយសម្រាប់មួយទៀតបើសិនជា user គាត់ឃើញនៅរបស់ណាដែលគាត់ចង់បានគាត់អាច add ចូល cart តែម្ដងក៏បានឬមួយក៏គាត់អាចចុចលើ product ហ្នឹងទៅគឺវាទៅបង្ហាញព័ត៌មានបន្ថែមពី product ហ្នឹងហើយដែលវាមានដូចជាតម្លៃមានដូចជាតម្លៃមាននឹងដូចជាពណ៌ផ្សេងផ្សេងនេះយើងអាចចុចទៅបានគឺថា model តែមួយប៉ុន្តែវាពណ៌ផ្សេងគ្នាអញ្ចឹងគឺវា load មកនៅម្ដុំគ្នាវាហើយនៅក្នុង page នេះគឺមានបង្ហាញដូចជាឈ្មោះដូចជា model ដូចជាទំហំរបស់នាឡិកាហ្នឹងហើយដូចជាការ review របស់ភ្ញៀវហើយនឹងអានេះគឺជា description ដែលយើងរៀបរាប់ពីផលិតផលយើងហើយត្រង់កន្លែង specification នេះគឺតាក់ទងទៅនឹងព័ត៌មានរបស់នាឡិកាយើងដូចជាវាប្រើលោហៈជាតិអីវាទំហំប្រមាណកម្រាស់វាប្រមាណទឹកហើយខ្សែវានឹងប្រវែងប្រមាណហើយវាអាចជាវាចូលទឹកអត់អីអញ្ចឹងសម្រាប់ shipping and return នេះគឺ
chưa còn làព័ត៌មានបន្ថែមទេដែលថាគាត់ដាក់ដែលលើសពី$75គឺយើងfree ក្នុងការដឹកជញ្ជូនហើយបើគាត់ត្រូវការអាហ្នឹងគាត់អាចចុច add to cart ទៅគឺថាវានឹងចូលមកក្នុងនេះចូលនៅក្នុងកន្លែង cart របស់យើងហើយសម្រាប់ការ add to cart ហ្នឹងក៏យើងអាច add ពីក្រៅមកបានដែរបើគាត់ឃើញហើយគាត់ឆ្លាញ់មកគាត់អត់ចង់ឃើញអីទៀតគាត់ធ្លាប់ដឹងព័ត៌មានពីវាហើយយើងអាចគាត់ទៅចុច add ទៅអញ្ចឹងគឺថាវាចូលហើយក្នុងនេះដែរគឺយើងអាចadd បន្ថែមតាមចំនួនដែលយើងចង់បានអាចបន្ថយក៏បានគឺថាវានឹងចេញគិតលុយ total ឲ្យយើងអូតូហើយនេះកន្លែងនេះហើយបើសិនជាយើងសម្រាប់ចិត្តថាដូរចិត្តវិញយើងអាចចុច remove កន្លែងនេះទៅគឺវានឹងដក product នឹងចេញហើយបាទក៏ពីយើងមើលវាអីអស់ហើយយើងចង់គិតលុយចេញយើងអាចចុច check out ហ្នឹងមកគឺថាវានឹង load form check out ឲ្យយើងពេញដូចជាព័ត៌មានយើង email address របស់យើងហើយនឹងអាស័យដ្ឋានរបស់យើងហើយនឹងដូចជារបៀបនៃការបង់ប្រាក់របស់យើងអាច pay ជា credit card debit card ឬមួយក៏យើងអាច pay តាម PayPal ក៏បានដែរបន្ទាប់ពីហើយយើងអាចចុច confirm ទៅគឺវាទៅហើយខ្ញុំសុំអត់ confirm ទេបាទនៅមាន feature មួយទៀតដែលខ្ញុំនៅអត់ទាន់បានបង្ហាញនោះគឺកន្លែងប៊ូតុង search នេះបើសិនជាយើងស្គាល់ពី model នាឡិកាដែលយើងចង់បានហើយយើងអាចមក search model ហ្នឹងនៅហ្នឹងហ្មងឧទាហរណ៍ខ្ញុំសាក search រក product មួយនេះខ្ញុំថា Nova អញ្ចឹងទៅខ្ញុំអាច search មកគឺវាចេញតែ product ដែលមានឈ្មោះហ្នឹងទេហើយយើងអាច search ដោយប្រើ model វាក៏បានដែរយើងអាច search Eco អញ្ចឹងក៏បានគឺវាចេញដូចគ្នាហើយខ្ញុំអាច search ហ្នឹងនិយាយទៅឲ្យតើវាមានត្រូវនឹង product ដែលយើងមានគឺវាបង្ហាញហើយណានេះគឺជា function search របស់ខ្ញុំ add time ទៅបាទចំពោះ page នេះក៏វា responsive ដែរគឺដូចគ្នាអញ្ចឹងនៅពេលដែលវាតូចទៅគឺវាចេញមកអញ្ចឹងគឺវាចេញជាទម្រង់អញ្ចឹងពីរជួរអញ្ចឹងហើយឥឡូវសម្រាប់ផ្នែកខាង user គឺខ្ញុំបានបង្ហាញអស់ហើយដូចជាមានតែប៉ុណ្្នឹងទេអញ្ចឹងយើងសាកចូលទៅខាង admin ម្ដងសម្រាប់គ្រប់គ្រង page ហ្នឹងមកនេះគឺកន្លែង login របស់ខ្ញុំដាក់ទៅ admin ចឹងទៅយើងអាចចុច login ទៅបាទខុស password ទៅអញ្ចឹង1 2 3 4គឺនៅពេលដែលយើង login ចូល user admin ទៅគឺវានឹងមាន load មនុយមួយទៀតមកឲ្យយើងគឺមនុយ manage នេះគឺដែលយើងអាចប្រើសម្រាប់គ្រប់គ្រង page បានសម្រាប់រូបភាពការគ្រប់គ្រងលើ website ខ្ញុំធ្វើបានចំនួន3កន្លែងគឺការបដូរ banner កន្លែងចង់ banner កន្លែងចុះកន្លែងហ្នឹង slide show ហើយនឹងbanner នៅក្នុង product កន្លែងនេះចឹងយើងអាចសាកចូលទៅដូរទាំងអស់គ្នាទៅឥឡូវខ្ញុំសាកដូរ banner មុននេះគឺជា banner ដែលខ្ញុំបាន upload ហ្នឹងខ្ញុំអាច select វាតែម្ដងទៅហើយយើងគ្រាន់តែ update វាចូលរូបថ្មីឥឡូវខ្ញុំសាកដាក់នាឡិកានេះមកម្ដងហើយយើងចុច update ទៅបាទសម្រាប់ form នេះផងដែរក៏យើងអាច search បានដូចគ្នាដែរប៉ុន្តែខ្ញុំក៏បានធ្វើកន្លែងនេះដើម្បីឲ្យវាលឿនអូខេយើងដូរទៅហើយយើងអាចទៅមើលទៅនេះគឺថាឃើញថារូបភាពវីដេអូហើយសម្រាប់ slide show ក៏ដូចគ្នាឥឡូវខ្ញុំសុំសង្ខេបខ្ញុំសុំបដូរម្ដងទៅ slide show យើងអាចថែមមួយទៀតបានថែមរូបគាត់នេះហើយយើងកំណត់មកយើងដាក់ឈ្មោះឲ្យវាទៅអាហ្នឹងអត់សំខាន់ទេយើងដាក់អីក៏បានដែរគ្រាន់តែយើងសួរថាដឹងថារូបហ្នឹងគឺសម្រាប់ធ្វើអីហើយយើងរើសប្រភេទវាជាប្រភេទ slide ក៏មកយើងយក disable ដោយសារតែ slide show គឺវាអាចមាន status active តែមួយបានម្ដងបានតែមួយទេអត់អាចមានច្រើនទេបើមានច្រើនវានឹង error លើ website យើងអញ្ចឹងយើងកំណត់វាហើយយើងអាច insert ទៅឥឡូវយើងទៅមើល slide show របស់យើងនេះគឺរូបដែលខ្ញុំបាន add មកមិញហ្នឹងបាទសម្រាប់អូខេសម្រាប់ banner នៅក្នុង product header គឺដូចគ្នាខ្ញុំអាច banner នៅកន្លែងនេះbanner នៅកន្លែងគឺដូចគ្នា
Bởi trong upload trang group kia bản nắng nhưng ai thì nó thì dân chơi vô thay vì và đặt header này trong là nick những ai đã active của bạn disable của bạn ở đây thì trong đó dương ai draw đục xin tôi nhầm thời draw đục xanh vàนี่คือខ្ញុំសាកអារុកនេះម្ដងរូបតែមានពណ៌ក្រហមនេះខ្ញុំចុច update ទៅហើយយើងមកមើលមកគេថាគឺវីដេអូហើយអូខេសម្រាប់ការ upload ទៅលើរូបភាពទៅលើ website គឺមានប៉ុណ្ណឹងហើយចំពោះសម្រាប់មនុស្សអីនេះអស់នេះក៏យើងអាច upload បានដែរតែខ្ញុំសូមអត់ upload ទេកុំឲ្យវែងឆ្ងាយសំទោសមិនមែន upload ទេយើងអាចថែមមនុស្សថែមអីបានឧទាហរណ៍ដូចជាឧទាហរណ៍កន្លែង brand មួយចុះយើងទៅ form brand មកយើងអាចថែម brand មួយឧទាហរណ៍ brand ទីតាំងយើងចេះតែដាក់ទៅinsert ទៅគឺវាថាវានឹង load មកអូតូនេះគឺ brand ដែលយើងបានថែមមិញគឺគ្រប់កន្លែងទាំងអស់ក្នុង filter នេះក៏ឃើញដែរចាឥឡូវយើងទៅមើលពីរបៀបupload product ថ្មីចូលអូខេឥឡូវជាឧទាហរណ៍ដើម្បី upload product ថ្មីអាចចូលទៅកន្លែង product នេះមកtrong កន្លែងនេះគឺយើង upload ឈ្មោះ product និង model របស់វាសិនឥឡូវខ្ញុំអាចចេះទៅដាក់សិនទៅថា Rolex ចាំតិចអូខេបាទឥឡូវយើង add product ថ្មីទៅឥឡូវយើងដាក់ Omega ដាក់ថ្មីហ្នឹងទៅយើងចាក់ model វា Omega អូខេនេះយើងចេះទៅដាក់សិនទៅចឹងនេះគឺកន្លែងសម្រាប់កំណត់ discount product យើងអាចកំណត់ discount បានឥឡូវខ្ញុំអត់ទាន់ដាក់ discount សិនហើយកន្លែង unit price នេះគឺតម្លៃរបស់វាដាក់ដល់$3,400យើង insert ទៅគឺថានេះគឺថាបញ្ចូលមកហើយបន្ទាប់ពី insert ហើយយើងអាចទៅបញ្ចូលព័ត៌មានបន្ថែមពី detail របស់ product មួយហ្នឹងសំទោសវារៀងវែងឆ្ងាយបន្តិចប៉ុន្តែខ្ញុំគិតចេញមកវាអញ្ចឹងនេះគឺ product ដែលយើងបាន add មិញហ្នឹងឈ្មោះវា Omega ហ្នឹងយើង select វាមកយើងបញ្ចូលព័ត៌មានបន្ថែមពីវាឧទាហរណ៍ដូចវាមានព័ត៌មានដូចជានាឡិកាហ្នឹងសម្រាប់មនុស្សប្រុសឬមនុស្សស្រីអញ្ចឹងយើងអាចដាក់មនុស្សប្រុសទៅហើយនេះគឺជាទំហំរបស់វាខាងនេះគឺព័ត៌មានត្រង់កន្លែងហ្នឹងគឺខ្ញុំយកមកពី website គេដែរខ្ញុំអត់សូវដឹងច្បាស់ថាវាត្រូវបំពេញអីដែរអញ្ចឹងខ្ញុំសូមដាក់ស្មានទៅហើយសម្រាប់កន្លែងនេះគឺ color យើងអាចលើសមកអញ្ចឹងឧទាហរណ៍ថាពណ៌ silver material description យើងចេះដាក់សិនទៅឧទាហរណ៍ quantity ចំនួនវាអូខេ50ចឹងទៅ insert បន្ទាប់ពីយើង add detail វារួចហើយយើងទៅ add រូបភាពដើម្បីឲ្យវាបង្ហាញនៅលើ page របស់យើងចូលទៅ product image ហើយនេះគឺនេះ Omega Silver ដែលយើងបាន add detail វាមិញហ្នឹងOmega ពណ៌ប្រាក់មិញហ្នឹងអាច add រូបភាពវាបានអានេះគឺជា angle type នេះគឺជា along របស់ product ហ្នឹងអាចពីចំហៀងឬមួយក៏យ៉ាងម៉េចអូខេយើងអាចនេះមកឥឡូវខ្ញុំសុំទៅរក folder មិញទៅនេះខ្ញុំទុកវាហើយហ្នឹងគឺ front យើងដាក់ front ទៅរូបចំមុខយើងដាក់ front ទៅបន្ទាប់មកយើងអាចរូបមួយទៀតមកនេះគឺមើលពីចំហៀងអញ្ចឹងយើងអាចដាក់ left ឬមួយក៏ right ទៅយើងតាមការយល់ឃើញរបស់យើងទៅចុច insert ទៅគឺថាវាចូលមកហើយហើយអានេះគឺមើលពីក្រោយអញ្ចឹងយើងដាក់ back មក insert ចឹងទៅអូខេបន្ទាប់ពីយើង add ហើយយើងអាចចូលទៅមើលនៅក្នុង home page របស់យើងបាននេះដល់ពេលដែលយើងមាន product ថ្មីមកគឺវានឹងបង្ហាញនៅលើ home page របស់យើងនេះគឺ Omega ដែលយើងបានកំណត់មិញ
ជានេះគឺឈ្មោះរបស់វាហើយនឹង model របស់វា Omega 1 ពី 3 ដែលយើងបាននិយាយហ្នឹងហើយនឹងតម្លៃរបស់វានេះគឺ$3,400នៅពេលដែលវាប្រដាក់ថ្មី add ចូលមកគឺវាលោតមកកន្លែងហ្នឹងហើយយើងចុចចូលទៅក៏យើងអាចឃើញ detail វាដែរមិនមែនឃើញតែនៅក្នុង front page ហ្នឹងទេនៅកន្លែង page product នេះក៏ឃើញដែរនេះគឺ product ដែលយើង add ហ្នឹងឃើញដូចគ្នាអាច add ចូលកាតបានដូចគ្នានេះហើយហ្នឹងហើយយើងអាចបន្ថែមរូបភាពវាពេលក្រោយទៀតក៏បានដែរឥឡូវខ្ញុំសាកឧទាហរណ៍មួយថានេះអូខេខ្ញុំដាក់រូបអ្នកផ្សេងអាហ្នឹងយើងអាចនាឡិការបស់យើងអាចមានជា model sort អីហ្នឹងការថតបង្ហាញដោយតារា model អីចឹងអាច add ថែមមកយ៉ាសន្ទុះ product នេះត្រូវដែរនេះខ្ញុំបង្ហាញហ្នឹងសន្ទុះរូបខុសហើយប៉ុន្តែហើយព័ត៌មានដែលយើង add ហ្នឹងក៏វាចូលមកក្នុង website ដែរនេះកន្លែងហ្នឹងដែរទៅតាម product មួយដែលយើង add អូខេសម្រាប់មួយទៀតដែលខ្ញុំចង់បង្ហាញហ្នឹងគឺនៅពេលដែល product យើងវាមានច្រើនពណ៌ product របស់យើងហ្នឹងវាមានច្រើនពណ៌ឧទាហរណ៍ដូចជាការ Rolex មួយនេះខ្ញុំអាចមានមួយពណ៌ទៀតខ្ញុំអាចចង់ថែមអញ្ចឹងខ្ញុំគ្រាន់តែចូលទៅកន្លែង page product image មកហើយ Rolex នេះគឺខ្ញុំមួយហ្នឹងឈ្មោះវាចាំមកខ្ញុំអាចសំទោសយើងត្រូវតែ add នៅ product detail សិនសំទោសអូខេនេះយើងអាចជ្រើស Rolex មួយហ្នឹងមកយើងអាចដូរពណ៌ដាក់ពណ៌ green អញ្ចឹងណាអូខេបើអញ្ចឹងមកបើថាកុំឲ្យយូរខ្ញុំអាច select ចាស់វាមកខ្ញុំនឹងពេញព័ត៌មានវាដូចគ្នាទាំងអស់គ្រាន់តែខុសគ្នាត្រង់តែពណ៌ឯងខ្ញុំដូរដាក់ពណ៌ green ហើយចុច insert ទៅនេះគឺថាវានឹងបានថ្មីមួយហើយខ្ញុំចូលទៅ add ភាពប្រាប់របស់យើងនេះគឺ Rolex ពណ៌ Q ដែលខ្ញុំបានបង្កើតមិញខ្ញុំអាចឈូសថែមមកអូខេដូចគ្នាអញ្ចឹង front ដាក់ front មកដាក់ចាអូខេហើយយើងទៅមើលទៅនេះគឺថាវានឹងបង្ហាញមកទី2ហើយគឺវានឹងចូលនៅពេលដែលយើងចូលទៅគឺវានៅក្រុមមួយគ្នាមកគ្រប់មួយគ្នាមកយើងអាចដូរពណ៌បានយើងអាចបន្ថែមរូបទៀតក៏បានដែរក្នុងកន្លែងហ្នឹងហើយមួយទៀតចំពោះការកែប្រែទៅលើតម្លៃឬមួយក៏ការកែប្រែទៅលើ discount អាច product របស់យើងអាចមាន discount មានអីដែលយើងចង់បញ្ចុះតម្លៃអញ្ចឹងយើងអាចធ្វើបានដូចគ្នាគឺយើងចូលទៅ product អូខេយើងឧទាហរណ៍ខ្ញុំចង់ដាក់ discount ទៅលើ product ដែលខ្ញុំបញ្ចូលមិញ Omega នេះឧទាហរណ៍ខ្ញុំ discount 30% ចុះខ្ញុំអាចចុច update ទៅគឺថាវានឹងគិតលុយដែរលុយជា final price ឲ្យយើងស្រាប់ហើយអញ្ចឹងយើងអាចមកមើលនៅនេះមកOmega នេះគឺនៅពេលដែលយើង update discount ទៅនៅពេលដែលវាមាន discount វានឹងមាន load label បង្ហាញនេះគឺ 30% off នេះហើយនឹងមានតម្លៃវាមានបង្ហាញតម្លៃដើមហើយនឹងវានឹងបង្ហាញតម្លៃបញ្ចុះតម្លៃហើយបាទប្រហែលនៅពេលដែលយើង add ចូលក្នុង cart របស់យើងទៅក៏វាត្រូវតម្លៃដែរអត់ខុសអីទេអាច add ទៅគឺថាវាចូលបាទអញ្ចឹងគឺបច្ចេករបស់ខ្ញុំគឺអស់ត្រឹមប៉ុណ្្នឹងហើយខ្ញុំបាទសូមអរគុណលោកគ្រូដែលចំណាយពេលមើលវីដេអូមួយនេះ